នេះជាលើកទី1ដែលខ្ញុំបានមកដល់ស្ពានកំពង់ក្ដីឬក៏ស្ពានព្រះទិសបងប្អូនខ្ញុំមកដល់នេះតែហ៊ានខ្ញុំស្ដាប់សំឡេងរបស់សាស្ត្រាចារ្យសម្បូរមណ្ណារាខ្ញុំនឹងយំតែម្ដងដូចដែលខ្ញុំធ្វើវីដេអូមុននេះខ្ញុំដាក់សំឡេងគាត់ឲ្យបងប្អូនអាចទៅរកបានដែលគាត់និយាយតាក់ទងជាមួយនឹងភាពអស្ចារ្យរបស់ព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី7ដែលបានកសាងស្ពានមួយដ៏រឹងមាំរហូតដល់ទៅរាប់រយស្ទើរតែរាប់ពាន់ឆ្នាំឯក៏ប៉ុន្តែនៅតែរក្សាទុកឲ្យកូនចៅចំនួនក្រោយអាចឆ្លងកាត់បានអញ្ចឹងខ្ញុំនឹកសំឡេងគាត់មែនតើបងប្អូនហើយអត់ហ៊ានស្ដាប់ទេតែហ៊ានមកដល់ហ្នឹងស្ដាប់សំឡេងគាត់ខ្ញុំយំតែម្ដងពីព្រោះលន់លោចហើយចាក់ដោតមែនតើក្នុងនាមយើងជាកូនខ្មែរតាមពិតទៅនៅនេះមានឈ្មោះច្រើនដែលបងប្អូនហៅតាមគ្នាដូចជាស្ពានកំពង់ក្ដីស្ពានប្រាប់ទិសឬក៏ស្ពាននាគក៏ប៉ុន្តែយោងទៅតាមការសិក្សាស្រាវជ្រាវឈ្មោះដែលយើងគួរតែហៅនោះគឺស្ពានព្រះទិសមូលហេតុដែលខ្ញុំទៅសៀមរាបរាប់ភ្លេចក៏ប៉ុន្តែអត់បានទៅឃើញស្ពានព្រះទិសសោះដោយសារតែនៅនេះគឺនៅឆ្ងាយពីតំបន់ប្រជុំជនក្រុងសៀមរាបឬក៏តំបន់កោបើយើងធ្វើដំណើរកំសាន្តតាមរយៈរថយន្តក្រុងអីគឺអត់អាចឈប់បានទេលើកនេះខ្ញុំទៅខ្លួនឯងចឹងទៅក៏បានទៅឃើញតែផ្ទាល់ហើយចង់ទៅឃើញយូរបងប្អូនអ្នកមករដូវប្រាំងអាចថតរូបអីស្អាតជាងនឹងទៀតដោយសារតែទឹកស្រកយើងអាចចុះទៅក្រោមបានណាក៏ប៉ុន្តែខ្ញុំទៅដល់អារម្មណ៍ប្លែកទៅដល់មេឃភ្លៀងអស្ចារ្យមែនតើឃើញរចនាបថបាយ័ននេះគឺរចនាបថបាយ័នអញ្ចឹងហើយទើបគេសិក្សាស្រាវជ្រាវឃើញថាស្ពាននេះប្រកាសជាសាងសង់ដោយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ហើយនាគក្បាល9នេះគឺអំណាចអស្ចារ្យមែនតើបងប្អូនខ្ញុំសូមប្រវត្តិត្រួសបងប្អូនខ្ញុំសូមណែនាំផលិតផលកូនខ្មែរយើងមួយបងប្អូន brand STY គឺជាសាប៊ូកក់សក់មួយដែលខ្ញុំហ៊ាននិយាយថាគុណភាពខ្ពស់មែនតើកក់សក់ឲ្យស្រឡាញ់សក់ខ្លួនឯងខ្លាំងគឺជា brand មួយដែលផលិតនៅក្នុងស្រុកផ្ទាល់ 100% ដែលមានសិប្បកម្មនៅក្នុងក្រុងភ្នំពេញយើងផ្ទាល់ទេបងប្អូនផលិតផលរបស់គាត់គុណភាពខ្ពស់និងមានស្តង់ដារមែនតើជាពិសេសសាប៊ូកក់សក់នេះគឺកំពុងតែផ្ទុះខ្លាំងតែម្ដងកក់ត្រូវគ្រប់ប្រភេទស្បែកក្បាលហើយក៏ជួយខ្លាំងទៅដែរទៅដល់ប្រភេទអ្នកដែលសក់ខូចអញ្ចឹងបងប្អូនចង់ទិញអាចទំនាក់ទំនងតាម page ដែលខ្ញុំដាក់នៅលើវីដេអូមួយនេះបានស្ពានកំពង់ក្ដីឬក៏ស្ពានព្រះទិសមានបណ្ដោយ86ម៉ែត្រទៅតឹង16ម៉ែត្រកម្ពស់10ម៉ែត្រពីបាតស្ទឹងចំណុចនេះខ្ញុំសូមតាក់ទងជាមួយនឹងប្រសាសន៍របស់សាស្ត្រាចារ្យប្រវត្តិសាស្ត្រសម្បូរមណ្ណារាដែលបានលើកឡើងថាជំនាន់មុនគ្មានរថយន្តអីធំទេហេតុនេះដូនតាខ្មែរធ្វើស្ពានធំដល់ម្លឹងគឺដោយសារតែព្រះអង្គគិតគូរទៅដល់កូនចៅជំនាន់ក្រោយហើយដូចអ្វីដែលខ្ញុំតែងតែគិតអញ្ចឹងគេថាអង្គរវត្តសិក្សាទៅស្រាវជ្រាវដែលជាភ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី2ក៏ប៉ុន្តែតាមអីដែលខ្ញុំគិតមួយទៀតតាមផ្លូវដែលយើងមើលឃើញបែរមុខទៅខាងលិចដើម្បីឲ្យព្រះអាទិត្យរះមកចំកណ្ដាលបែបនេះដើម្បីឲ្យថតរូបមកឃើញស្អាតបែបនេះដើម្បីតាក់ទាញភ្ញៀវទេសចរអន្តរជាតិរកចំណូលជូនប្រទេសជាតិរហូតដល់បច្ចុប្បន្នអញ្ចឹងក្នុងនាមជាកូនខ្មែរខ្ញុំតែងតែមានកូនចិត្តមួយថាតើខ្ញុំគួរធ្វើអីមួយសម្រាប់ប្រទេសជាតិរបស់ខ្ញុំហើយតាំងពីខ្ញុំកើតមកមិនថានៅក្នុងគ្រួសារឬក៏ប្រទេសជាតិទេខ្ញុំអត់ដែលសួរសំណួរមួយថាតើប្រទេសជាតិផ្ដល់អីមកកាន់ខ្ញុំតែងតែសួរខ្លួនឯងតើខ្ញុំបានផ្ដល់អីទៅកាន់ប្រទេសជាតិរបស់ខ្ញុំដែលជាទឹកដីកំណើតដ៏អស្ចារ្យសម្បូរសប្បាយណាស់គ្រប់សពតែម្ដងបើនិយាយអំពីរឿងប្រវត្តិសាស្ត្រវប្បធម៌អរិយធម៌វិញគឺចំណាស់និងអស្ចារ្យបំផុតនៅក្នុងតំបន់អាស៊ាននេះហើយបញ្ជាក់ជូនមួយទៀតបងប្អូនស្ពាននេះគឺបច្ចុប្បន្នឡានធំអីបើកបរបានទេមានស្ពានថ្មីជំនួសហើយដោយសារមានបងប្អូនមួយចំនួនគាត់អត់ដឹងអញ្ចឹងណាស្ពាននេះគឺសម្រាប់តែម៉ូតូឬក៏កង់អីទេដែលអាចឆ្លងកាត់បានអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នា